សួស្តីទាំងអស់គ្នាទាំងម៉ូទ័រដូចខ្ញុំនេះតោះមកមើលវិធីដោះស្រាយមើលឥឡូវការដោះស្រាយម៉ូទ័រនេះគឺដោយសារតែមើលទៅម៉ូទ័រដូចជាអត់អីទេដោះទៅម៉ូទ័រនឹងធ្លាក់ចូលទឹកហើយនៅលើទឹកគាំងបាត់មើលទៅម៉ូទ័រដូចជាអត់អីទេខ្សែភ្លើងយើងដោះមើលហើយគឺអត់អីទេតែខ្ញុំពងទៅរកមើលកន្លែងខូចវាអញ្ចឹងណាតែដល់ពេលដឹងទៅនេះតាមពិតទៅវាមានដាច់ខ្សែទេដោយសារតែកន្លែងវាចូលទឹកអញ្ចឹងទៅវាអស់គេហៅថាដូចអាកាយក្បាក់អីគេហៅខ្លាញ់គោវានៅក្នុងអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យគុកពេឬមិនសិនយើងទៅវាអស់វិញមិនសិនគុកពេអញ្ចឹងយើងរត់ដោះស្រាយទៅចាំកាលវាយកទៅកាប់មកមូក្បាលហ្នឹងទៅបាទក្បាលវាទៅកើវិញបានវិលវិញទៅហើយយើងក៏ចាប់ផ្ដើមដាក់វាចូលទៅវិញព្រោះឥឡូវទាំងអស់គ្នាលុយម៉ាក់រ៉ូណាអញ្ចឹងបើសិនជាខូចអីយើងអាចមើលតែអាចជួបជុលបានយើងអាចជឿនមើលវីដេអូនេះជួបជុលបានព្រោះបើសិនជាអ្នកនរគ្នាមានម៉ាស៊ីនហ្នឹងដែរចូលរួមមានបញ្ហាហ្នឹងបន្តតែបោះចោលខាតលុយយើងសាដោះវាជួបជុលមើលទៅហើយពេលនេះខ្ញុំរកដំណោះស្រាយរកកន្លែងវាខូចឃើញចឹងខ្ញុំធ្វើរួចហើយពវល់វាដើរវិញចាំដើមចាប់វាបញ្ចូលទៅវិញចឹងណាជាមករៀបវាឡើងវិញហើយរបៀបដោះរបៀបរៀបហ្នឹងគឺដូចគ្នាអស់គ្នាប៉ុន្តែគាត់ថាពេលដោះខ្ញុំបានថតវីដេអូទេគាត់ថាម្នាក់ឯងហើយឥឡូវនេះគឺខ្ញុំចាប់ដើមចាប់ក្បាលម៉ាស៊ីនវាចូលទៅវិញហើយយើងមើលវាស្រួលទៅមើលខ្ចៅវាចំទឹកដៅវាទៅហើយយើងចាប់ខ្ចៅចូលទៅយើងមូខ្ចៅវាចូលទៅវិញទៅគាត់ថាម៉ូទ័រនេះមើលទៅវាអត់មានបញ្ហាអីទាំងអស់ហ្មងព្រោះខ្ញុំនិយាយទៅយើងជួជាបាច់វាទៅដូចសូងឿងណាទៅវាអត់ដើរទាំងអស់តែពេលមើលអាក្បាលវាខាងនេះទៅមើលទៅដូចដល់តែមើលក្បាលវាទៅដូចអត់តំណងនេះខ្ញុំមើលរបស់ក្បាលមូលដល់អត់តំណងទៅវាវល់ចឹងទេហើយក៏មិនអស់ចិត្តនិយាយទៅលឺសូរសលេងវាអត់វល់មើលទៅមានអារម្មណ៍អត់អស់ចិត្តដំបូងចឹងក៏ចាប់ដើមទៅហើយឥឡូវនេះយើងរៀបម៉ូទ័រដាក់ចូលជើងវិញទៅរៀបវាហើយយើងចាប់ដើមមូខ្ចៅទៅមូខ្ចៅវាហ្នឹងដូចអាក្បាលដូចគោលមួកអីចឹងគឺវាមានដូចមួកចឹងហ្នឹងណាមានឆ្វេងមានស្ដាំតែយើងចាប់ខ្ចៅនេះពេលយើងចាប់យើងមើលផងពូមានកណ្ដុយប្រឡោះវាមានប្រឡោះមួយជាងក្ដុយប្រឡោះមួយជាងដូចសម្រាប់ចុចកលឹះសម្រាប់ចុចចឹងណាចឹងហើយយើងត្រូវចាប់វាបានត្រឹមត្រូវទៅមកខាងមូខ្ចៅចូលទៅវិញហ្នឹងឥឡូវនេះគឺយើងមូខ្ចៅចូលទៅវិញបានហើយមូខាងឆ្វេងមូខាងដាំហ្នឹងយើងមូចាំដើមមូភ្ជាប់វាទៅនឹងជើងក្រោមវាដំណាក់កាលនៃការមូជើងគឺមូចប់ហើយចឹងខ្ញុំចាប់ដើមមកភ្ជាប់ដុយវាទៅនឹងនេះមួយខាងគឺក្តិតដុយសម្រាប់ដោតទៅភ្លើងអគ្គិសនីយើងហើយមកយើងទៅគឺជាកងតាក់វាព្រោះអានេះម៉ូទ័រវាប្រើសកត់ហ្នឹងតែបើទៅកងតាក់វាវែងហ្នឹងគេតកាត់យើងចាប់បានចាប់ជើងកងតាក់វាហើយគឺនៅខាងស្ដាំខាងនេះហ្នឹងក្តិតនៅខាងឆ្វេងអូខេយើងមើលកន្លុកលៀតទៅលុបដាច់ខ្សែភ្លើងមកណាលេណៃដល់វាដាច់យើងដាក់គ្របវិញមកពេលយើងដាក់វាត្រូវហើយគាត់ទៅក្លឹបទៅចិត្តតែម្ដងនេះហើយវាសកត់ឲ្យខ្លាំងតិចព្រោះពេលចូលទៅហ្នឹងផ្លូវយកក្លឹបដូចវាត្រូវឥឡូវចូលនេះក្លឹបហើយខេហើយចឹងបន្ទាប់ពីក្លឹបហើយយើងក៏ចាប់ដើមមកតេស្តមើលពួកខ្ញុំតេស្តមើលដល់នេះមិនតេស្តក៏បានដែរតែនេះតេស្តមើលសិនណាហើយបន្ទាប់ពីចូលក្លឹបហើយចាំការទៀតតោះចាប់ខ្សែចូលមកហើយដំណោះស្រាយទៅបានដោះស្រាយឥឡូវចេះចាប់ខ្សែចូលទៅ1 2 3ចាប់ទៅទុកទៅអីទៀតចាប់ជើងវាខុប4ទៅកុំឲ្យសៅមងក្នុងអោរ៉ាបាត់ខ្សែបាត់អីជាងសម័យថ្មីហើយកន្លែងជាការតេស្តសាកល្បងឥឡូវចាប់ដើមដាក់វាភ្ជាប់មួយនឹងអាកែវកាត់របស់វាឥឡូវដោតដោយសាកមើលទៅវាវល់អត់មិនអត់វល់ទេឥឡូវបាទអូខេវល់ហើយនេះអញ្ចឹងដំណោះស្រាយគឺមានតែប៉ុណ្្នឹងទេទាំងអស់គ្នាពេលមានបញ្ហាគឺដោះមើលសិនកុំតន់បោះចោលពួកពេលខ្លះវាគាត់តែគាំងម៉ូទ័រហ្នឹងទេ